សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយមកចែករំលែកនិងបង្ហាញដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពីរបៀបមើលតើ Apple ID របស់យើងនឹងមានជួប Subscribe ទៅលើកម្មវិធីឬក៏ game ណាមួយដែរទេដែលអាចកាត់លុយបងប្អូនទាំងអស់គ្នាបានហើយនឹងរបៀបបិទវាវិញយើងចូលទៅកាន់ Setting ចុចលើ Profile របស់យើងហើយរកពាក្យថា Subscription នេះសុទ្ធសឹងតែជា app ដែលយើងបាន subscribe ទៅលើវាបើសិនជាយើងអាចបានបិទវាទេវានឹងកាត់លុយរបស់យើងអូតូនៅក្នុង app យើងត្រូវ unsubscribe ម្ដងមួយទាំងអស់ឧទាហរណ៍យើងរកពាក្យថាcancel all service នេះចុចលើនឹងមកចុចពាក្យថា cancel all service cancel subscribe នេះដើម្បីបិទវាវិញនេះជាការស្រេចយើងត្រូវបិទទាំងអស់ app ទាំងអស់ហ្នឹងដែលយើងបាន subscribe នេះខ្ញុំបានបិទហើយបងប្អូនទាំងអស់គ្នាអាចឆែកមើលបានបើសិនជាមានមិនដូច្នេះទេវាអាចកាត់លុយបងប្អូនទាំងអស់គ្នានៅក្នុងកុកបាននេះជាចំណេះដឹងមួយដែលបានចែករំលែកដល់បងប្អូនទាំងអស់គ្នាសូមអរគុណ